អីគេម៉ែញ៉ាត្រួតសម្បកទៅសេកមកបុកមឿនបងបើធ្លាប់ហូបបុកសបកទៅសេកអត់ធ្លាប់សោះម៉ែថាកាលពីក្មេងបានសបកទៅសេកនឹងប្រឡាក់ជាមួយបាយហូបម្ហូបមួយមុខនេះស្រួលអត់ពិបាកត្រូវការគ្រឿងផ្សំច្រើនមានតែសបកទៅសេកនិងស្វាយខ្ចីទៅរកតែក្រោយភូមិមិនតិចបានចំណែកសាច់ប្រើបានគ្រប់មុខអីក៏បានដែរខ្ញុំមានសាច់មាន់ខ្ញុំបុកសាច់មាន់ជាមួយបដ ாய் អាំងប្រើភ្លើងតិចៗឲ្យសាច់ក្រៀមល្អបើប្រើភ្លើងខ្លាំងសាច់ឆ្អិនមែនតែនៅជាតិទឹកក៏បុកទៅអត់ឆ្ងាញ់ដែរសម្បកទៅសេកយកមកឈូសផ្នែកខាងក្រៅឲ្យអស់ក្រែងលោមានចៃឬក៏សាច់ល្អិតតោងជាប់ហើយចិត្តស្ដើងតាមដែលអាចធ្វើទៅបានធ្វើអញ្ចឹងមិនស្រួលបុកឆាប់ម៉ត់រសជាតិខុសគ្នាពេលសាកដំបូងរសជាតិផ្សេងបុកម៉ត់រសជាតិផ្សេងទៀតម្ហូបនេះធ្វើហូបពេលល្ងាចជាមួយម៉ែឆ្លៀតពេលចាំមាន់ឲ្យត្រជាក់ទៅសាកៅអៅសិនវើមេចិត្តល្ងឹតហើយមួយកៅអៅខ្ញុំបតាក់គ្នារហូតសឹងតែអត់មានពេលអង្គុយបានសម្រាប់ចេញពីសាលារៀនវិញបោកកៅអៅជាប់រហូតកៅអៅភ្ញៀវឬក៏កៅអៅខ្លួនឯងខ្ញុំបោកសាប៊ូទឹកប្រេនល្អបោកកៅអៅបានគ្រប់ប្រភេទដោយដៃក៏បានម៉ាស៊ីនក៏បានមានច្រើនពណ៌ច្រើនក្លិនឲ្យយើងជ្រើសរើសចាត់កៅអៅលើកៅអៅបានល្អផ្ដល់ក្លិនក្អូបជាប់ពេញមួយសប្តាហ៍ហ្មងសាប៊ូទឹកបោកកៅអៅប្រេនល្អជាផលិតផលរបស់កូនខ្មែរមានរូបមន្តមកពីប្រទេសកូរ៉េមានទាំងប្រភេទសាប៊ូនិងទឹកបន្ទន់គុណភាពល្អតម្លៃសមរម្យប្រើប្រាស់ប្រចាំថ្ងៃក៏បានសម្រាប់អាជីវកម្មក៏បានដែរសាច់មាន់បេះជាទៅសៃល្អិតអត់ចូលឆ្អឹងទេណាប្រយ័ត្នដាក់ទៅស្លាក់ហ្មងបុកខ្ទឹមសឲ្យម៉ត់ដាក់សាច់មាន់អំបិលម្សៅស៊ុបស្ករសប៊ីចេងបុកឲ្យសព្វជាតិហើយដាក់ស្វាយនិងកន្តិចទៅសេកសម្បកទៅសេកបុកឲ្យដាក់ម្ដងតិចដាក់មកល្មមរសជាតិដែលយើងចង់បានហើយថែមជីនិងវងជាការស្រេចម៉ែអង្គុយចាំស្រាប់ហ្មងរួចភ្លាមដួសហូបភ្លាមឆ្ងាញ់ណាស់បងប្អូនរសជាតិសម្រាប់ខ្ញុំប្លែកអត់ដូចបុកស្វាយបុកអំបិលទេរសជាតិជូរចត់ដាក់ហូបជាមួយបាយចាប់ចិត្តមែនតែនចង់តែមួយម៉ាត់ហើយមួយម៉ាត់ទៀតអ៊ីត្រង់កែបអត់មានទេដឹងមានរុនច្រើនណាស់ស៊ីមិនយកទៅដាក់គោមកចឹងភ្ញៀវយកកៅអៅមកឡើងពេញផ្ទះតែគ្រាន់តែលឺក្មួយថាទៅជីងកែបទៅលាក់កៅអៅចោលទៅដែរបដ ாய் ខ្ញុំចូលចិត្តជាងគេលងកែបលូកក្តាមរកត្រីអីហ្នឹងសប្បាយចិត្តហ្មងឲ្យទៅបានទៅពីផ្ទះទៅស្រែ2គីឡូដីដើរតាមផ្លូវឃើញរុនត្រង់ណាជីកត្រង់នឹងហែដេញទៅរហូតបំណងរងកែបជីជួបតែក្តាមលូកផងកាយផងតែរំទៅជួបតែពេលជួបចេញមកក្តាមតែអីក្មួយពួកខ្ញុំអត់ដូចកុកទេណាទោះបីបានក្តាមក៏យកដែរបើកុកវិញពេលចាប់បានត្រីតូចអត់យកទេចាំត្រីធំចង់បញ្ចប់អត់ទាំងអស់ដីមកកន្លែងរុនច្រើនណាខ្ញុំជួយឲ្យចន្លោះតាំងពីថ្ងៃដល់ល្ងាចជីកផងកាយផងខ្វាផងឡើងខ្សោះខ្លួនហើយអត់មានបានកែបមួយសោះដឹងថាអត់មានហើយដោយសារទៅតែភ្លៀងហៅតែឃើញក្មួយលីចប់មកហើយចេះតែមកជាមួយដល់ឥឡូវតែជើងកែបក៏អត់ទាន់ឃើញដែរស៊ីមិនដល់មកញ៉ាំទឹកដោះគោខ្ញុំផ្អាករងកែបហើយទឹកដោះគោឲ្យស៊ីមិនញ៉ាំសិនទឹកដោះគោអូស្ត្រាលីអូន A2 នេះក្មេងៗញ៉ាំជាប្រចាំល្អមែនទែនសម្រាប់សុខភាពព្រោះសម្បូរប្រូតេអ៊ីន A2 សតអត់មានស្ករសិប្បនិមិត្តក្មេងៗញ៉ាំហើយអត់ធ្វើឲ្យក្តៀនឬក៏រាកទេម្យ៉ាងទៀតសម្បូរវីតាមីននិងកាល់ស្យូមច្រើនជំនួយឆ្អឹងឲ្យរឹងមាំបញ្ញាឆ្លាតវៃរាងកាយលះហះលហួនអូស្ត្រាលីអូន A2 ជាទឹកដោះគោសតនាំចូលពីប្រទេសអូស្ត្រាលីផ្ទាល់កុមារអាយុ2ឆ្នាំឡើងញ៉ាំបានហើយចាស់ដូចខ្ញុំក៏ញ៉ាំបានដែរបរាជ័យប៉ុណ្ណឹងហើយអត់បោះបង់ឃើញរុនកន្លែងណាជីកកន្លែងហ្នឹងទៀតឡើងអស់ខ្យល់មែនតែនហើយបាននាំអ៊ីក្មួយដើរមកផ្ទះវិញឆ្នាំមុនឲ្យទៅចេញរកដឹងថាបានតែឆ្នាំនេះប្រហែលជាខុសពេទ្យបានអត់មានបានម៉ាក់មួយសោះមកតាមផ្លូវបេះលពាក់ផងអីផងមកដល់ផ្ទះវិញឡើងល្ងឹតទៅសុងអត់ទាន់មានអីញ៉ាំទេនាំក្មួយជីកទៅញ៉ាំមីហិលបដ ாய்រឿងហួសចិត្តជាងគេពីថ្ងៃរងកែបអត់បានហើយពេលឃើញធ្លាក់ខ្យល់មេឃចង់ភ្លៀងក្មួយថាអីយប់នេះមេឃភ្លៀងទៅឆ្លងកែបទៀតទៅខ្ញុំឡើងលេងមាត់តែមអីទេរឿងកែបនឹងហួសមកហូបមីហិលវិញមេឃខ្យល់ត្រជាក់បានមីហិលក្តៅទៀតបាត់សែតរឿងកែបអស់លីងតោះបងប្អូនពិសាមីហិលជាមួយខ្ញុំទាំងអស់គ្នា